យើងមកចាប់អារម្មណ៍អំពីបាទខ្សែប្រយុទ្ធដែលកំពុងតែទទួលបានការចាប់អារម្មណ៍បាទគឺកីឡាករ Lian Dilap បាទជាកីឡាកររបស់ Ipswich Town និយាយគឺថា Ipswich Town បន្ទាប់ពីការឡើងមកលេងនៅពានរង្វាន់របស់ English Premier League របស់ចក្រភពអង់គ្លេសឥឡូវនេះបាទកីឡាករខ្សែប្រយុទ្ធរបស់គេក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំបាទហើយនៅក្នុងនោះគឺមានក្លឹបបាតោខៀវ Chelsea ក៏ដូចជាក្លឹបបេសាចក្រហម Manchester United នៅក្នុងការដណ្ដើមចង់បានបាទយើងឃើញថាសម្រាប់គុណភាពកីឡាករវ័យក្មេង Lian Dilap ដែលជាកីឡាករសញ្ជាតិអង់គ្លេសរូបនេះគឺពិតជាធ្វើឲ្យក្លឹបធំបាទមានការដាក់គោលដៅចង់បាននាំយកមកចូលរួមតែម្ដងបាទសម្រាប់កីឡាករ Lian Dilap បាទ Lian Dilap គឺរូបគេបានកើតនៅក្នុងទីក្រុង Winchester របស់អង់គ្លេសហើយសម្រាប់អាជីពក៏ដូចជាការចូលរួមជាមួយនឹងក្លឹបដ៏ធំនោះរូបគេក៏ធ្លាប់ជាយុវជនបាទក៏ដូចជាកីឡាកររបស់ក្លឹប Manchester City ដែរដំបូងឡើយគេធ្លាប់វឹកហាត់ឲ្យបាទ Derby County ការពីយុវជននោះគឺរដូវកាល2009 2019អញ្ចឹងមានន័យថាគេចូលរួមបានរហូតដល់ទៅ10រដូវកាលបាទជាមួយនឹង Derby County 2019ដល់2020ចាប់ដើមចូលរួមហាត់នៅយុវជនរបស់ក្លឹប Manchester City បាទរដូវកាល2020គឺលេងឲ្យបាទ Manchester City បាទ2020ដល់2024ប៉ុន្តែឱកាសនៅក្នុងការបង្ហាញខ្លួនឲ្យ Manchester City គឺពិតជាស្ដួយស្ដាវមែនទែនមានត្រឹមតែ2លើកតែប៉ុណ្ណោះបាទសម្រាប់ Dilap រដូវកាល2022នោះគឺ Manchester City បានដាក់ឲ្យខ្ចីជើងទៅកាន់បាទ Stoke City បាទរដូវកាល2022 2023អញ្ចឹងមួយរដូវកាលបាទជាមួយនឹង Stoke City បង្ហាញខ្លួនបាន22លើកសុទ្ធចូលបាន3គ្រាប់បន្ទាប់មករដូវកាល2023រូបគេក៏បានបាទបន្តខ្ចីជើងបាទទៅចូលរួមជាមួយនឹង Preston North End បាទមួយរដូវកាលបន្ថែមទៀតបាទពាក់កណ្ដាលរដូវកាលទេកាលនោះគឺ2023បង្ហាញខ្លួនបាន15ប្រកួតសុទ្ធចូលទីបាន1គ្រាប់រដូវកាល2023 2024បន្តខ្ចីជើងជាមួយនឹង Hull City បាទ31ប្រកួតសុទ្ធចូលទីបាន8គ្រាប់រដូវកាល2024រូបគេក៏បានមកចូលរួមជាមួយនឹង Ipswich Town តែម្ដងបាទហើយរដូវកាលនោះហើយគឺជារដូវកាលដែលបាទ Ipswich Town ឡើងមកលីកកំពូលរបស់អង់គ្លេសបាទ English Premier League ការបង្ហាញខ្លួនបាន37ប្រកួត Dilap អាចសុទ្ធបញ្ចូលទីបាន12គ្រាប់បាទបើនិយាយពីការចូលរួមជាមួយនឹង Ipswich Town គឺធ្វើបានល្អបាទហើយបើនិយាយពីក្រុមជម្រើសជាតិអង់គ្លេសវិញរូបគេជាប់តាំងពីអាយុក្រោម16ឆ្នាំអុយ16បាទអុយ17អុយ18អុយ19 20 21បាទអញ្ចឹងជាប់តាំងពី2018រហូតមកដល់2023នេះតែម្ដងបាទអញ្ចឹងគេជាប់ឲ្យអុយ21របស់អង់គ្លេសរដូវកាល2023សូមចូលទីបាន3គ្រាប់ក្នុងការបង្ហាញខ្លួន12ប្រកួតកន្លងទៅសម្រាប់ Dilap អាចនិយាយបានថាក៏គេចូលរួមបាទជាមួយនឹងក្រុមជំនឿជាតិអង់គ្លេសក៏បានចូលរួមចំណែកបាទសម្រាប់ក្រុមអុយ19ហ្នឹងខ្ល้ายជាម្ចាស់ជើងឯកបាទ UEFA European Under 19 Championship ដែរបាទហើយបើនិយាយពី Dilap បាទ Dilap គឺជាកីឡាករមួយរូបដែលក្លឹបធំចង់បានជាក់ស្ដែងដូចជាបេសាចក្រហម Manchester United បានដាក់គោលដៅនៅក្នុងការចង់បាន Dilap នេះយូរដែរបាទហើយសម្រាប់ការប្រជែងនោះគឺមានតោខៀវ Chelsea បាទចង់បាន Dilap ចូលរួមបើនិយាយទៅសម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះគេហៅថានាយកបច្ចេកទេសរបស់បេសាចក្រហម Manchester United ហ្នឹងគឺបាទបានដាក់គោលដៅនៅក្នុងការចង់បានបាទប៉ុន្តែអ្វីដែលយើងមើលទំនោររបស់គ្រូបង្វឹកលោក Ruben Amorim ហាក់ដូចជាមិនសូវជាមានទំនោរខ្លាំងទៅលើកីឡាករ Lian Dilap នេះទេបាទអាចនិយាយបានថាគាត់ដាក់ទំនោរទៅអតីតកូនសិស្សរបស់គាត់នោះ Victor Gyokeres បាទ Victor Gyokeres នោះទេដូច្នេះធ្វើឲ្យតោខៀវ Chelsea មានឱកាសនៅក្នុងការឈ្មោះយក Lian Dilap នេះតែម្ដងបាទឥឡូវនេះមានន័យថាសម្រាប់កិច្ចព្រមព្រៀងនៅក្នុងការចុះហត្ថលេខានាំយកបាទកីឡាករ Lian Dilap នឹងនៅក្នុងតម្លៃខ្លួនបាទ30លានផោនបាទសម្រាប់ Lian Dilap អញ្ចឹងមានន័យថាសម្រាប់តោខៀវ Chelsea ក៏មានឱកាសនៅក្នុងការធ្វើតេស្តសុខភាពបាទហើយក៏អាចនឹងចូលរួមជាមួយនឹងតោខៀវ Chelsea ហើយ Dilap
បើគាត់សម្រាប់ចិត្តមកចូលរួមជាមួយនឹង Chelsea គាត់មានឱកាសនៅក្នុងការលេងពៀនបាទគាត់លេងពៀនអឺរ៉ុបដោយសារតែថ្មីនេះបាទតោ Q Chelsea ទើបតែបាទខ្លាចជាម្ចាស់ជើងឯកនៃពានរង្វាន់ UEFA Conference League ក្រោយយកឈ្នះទៅលើបាទក្លឹបអេស្ប៉ាញ Real Betis បាទដូច្នេះសម្រាប់លោក Enzo Maresca គឺជាគ្រូបង្វឹកដែលជួយឲ្យតោ Q Chelsea ស្គាល់រសជាតិពៀនហើយបាទពីលំដាប់ទី3ហើយក៏ពង្រឹងក្រុមបន្ថែមទៀតដើម្បីអាចមានឱកាសនៅក្នុងការប្រកួតប្រជែងជាបន្តជាពិសេសនៅក្នុងពានរង្វាន់ English Premier League របស់អង់គ្លេសប៉ុន្តែយ៉ាងណាសម្រាប់ខ្ញុំគិតថា Delap នេះបើសិនជាក្លឹបធំដែលអាចនាំយករូបគេបានខ្ញុំជឿជាក់ថានឹងបង្ហាញទម្រង់លេខបានល្អបាទដោយសារតែបើយើងគិតDelap គាត់លេងនៅ Ipswich Town គាត់មានឱកាសបង្ហាញខ្លួនច្រើនហើយមានឱកាសនៅក្នុងការបញ្ចូលទីច្រើនចុះទម្រាំតែគាត់មកចូលរួមជាមួយនឹងក្លឹបធំដែលមានកីឡាករខ្សែបម្រើល្អចាំបោះបាល់ឲ្យគាត់លេងបាទសុទ្ធបញ្ចូលទីអញ្ចឹងយើងឃើញហើយសម្រាប់កីឡាកររូបនេះខ្ញុំគិតថានឹងអាចខ្លាចជាខ្សែប្រយុទ្ធមុតស្រួចបើសម្រាប់ក្លឹបតោ Q Chelsea ប៉ុន្តែអ្វីដែលខ្ញុំស្ដាយគឺស្ដាយដែលមិនបានទៅចូលរួមជាមួយនឹងបេសាចក្រហម Manchester United នាយកបច្ចេកទេសរបស់ Man U ចង់បានហើយប៉ុន្តែអាចនិយាយថាប្រហែលជាមិនត្រូវរើគ្នាទាំងស្រុងណានៅក្នុងក្លឹបដូចជាប្រធានក្លឹបថាអាចនឹងមានគោលដៅចង់បានខ្សែប្រយុទ្ធផ្សេងក៏ពង្វែគោលដៅបាទបោះបង់Delap នេះទៅក៏អាចនឹងសេវាខ្សែប្រយុទ្ធផ្សេងទៀតប៉ុន្តែរហូតមកដល់ពេលនេះបើនិយាយពីMan U មិនទាន់មានកីឡាករណាដែលធ្វើឲ្យ fan អ្នកគ្រប់គ្រងហ្នឹងភ្ញាក់ផ្អើលនៅឡើយទេបាទពីព្រោះគោលដៅដូចថាអញ្ចឹងអាចនឹងមានVictor Gyokeres ប៉ុន្តែ Victor Gyokeres គេធ្លាប់បានលើកឡើងហើយថាបើសិនជាចូលរួមនោះត្រាតែក្លឹបនោះមានឱកាសនៅក្នុងការលេងពានរង្វាន់អឺរ៉ុបបាទជាពិសេសដូចជា UEFA Champions League ហើយ Victor Gyokeres មាន Arsenal ចង់បាន Arsenal ចង់បានអញ្ចឹងប្រកួតប្រជែង Arsenal មានឱកាសនៅក្នុងការចាយជើងដូចគ្នាដោយសារតែទី1 Arsenal មានឱកាសនៅក្នុងការលេងពានរង្វាន់អឺរ៉ុបទី2តម្លៃរបស់ Gyokeres អាចថាលំបាក់70លានចុះទេបាទមិនខ្ពស់ពេកទេបាទអញ្ចឹងអាច Arsenal មានភាគរយនៅក្នុងការដណ្ដើមបានដូចគ្នាបាទអញ្ចឹងឧទាហរណ៍បើសិនជាឥឡូវ Man U ឥឡូវតែរៀបាទ Chelsea ឆ្មក់យក Delap មួយបាទបន្តទៀតអាចនឹងArsenal ឆ្មក់យក Gyokeres មួយទៀតអញ្ចឹងប្រហែលជាគោលដៅរបស់លោក Amorim ប្រហែលជាពិបាកដែរលេឡាបាទដល់ដឹងថាមួយណាដែលជាគោលដៅពិតប្រាកដទេបើសិនជានៅលើទីផ្សារមានព័ត៌មានបន្ថែមទៀតដែរសម្រាប់គោលដៅរបស់ Man U នោះអាចនឹងមានកីឡាករ Rafael Leao របស់ AC Milan អញ្ចឹងយើងរងចាំមើលបន្តទៀតទៅប៉ុន្តែ Leao ក៏ជាខ្សែប្រយុទ្ធស្លាប់ដែរសកាមិនជាខ្សែប្រយុទ្ធចំទេណាបាទយើងឃើញ Leao បង្ហាញខ្លួនឲ្យជុំជាមួយជាតិ Portugal ក៏ដូចបង្ហាញខ្លួនឲ្យ AC Milan នេះពីច្រើនគាត់លេងជាខ្សែបម្រើប្រយុទ្ធស្លាប់ឆ្វេងបាទអាចថាបច្ចុប្បន្ននេះអាចនឹងបើសិនបើលេងអាចនឹងជន់រោជាមួយ Sancho ហ៎បាទសម្រាប់Man U ណាបាទហើយមានកីឡាករមួយចំនួនទៀតដូចជាអតីតកីឡាកររបស់ Man U Rashford ហ្នឹងក៏លេងឆ្វេងដែរឥឡូវ Rashford គាត់ទៅក្លឹបផ្សេងហើយបាទអញ្ចឹងគោលដៅរបស់ Man U គឺចង់មកប្រយុទ្ធប្រអប់ទេមែនទេណាបាទកំពុងតែស្វែងរកប្រយុទ្ធប្រអប់ហើយតែឥឡូវរកអត់បានទេបាទអញ្ចឹងឥឡូវនេះយើងឃើញថាសម្រាប់កីឡាករ Liam Delap ក៏មានឱកាសនៅក្នុងការចូលរួមបាទជាមួយនឹងក្លឹបបាតោ Q Chelsea រួចទៅហើយបាទអញ្ចឹងព័ត៌មានដែលតាក់ទងជាមួយនឹងកីឡាករបាក់ខ្សែប្រយុទ្ធវ័យក្មេងរបស់ Ipswich Town ក៏សម្រាប់នៅក្នុងការចូលរួមជាមួយនឹងក្លឹបបាតោ Q Chelsea រួចហើយ